បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទបងប្អូនដែលមានចម្ងល់បញ្ហារឿងលេង app Bicon ចូលបាក់អីបើកមិនចេញវាមានคลิกលាក់ច្រើនឥឡូវធ្វើតាមខ្ញុំឥឡូវយើងចូលមកនឹងយើងឧទាហរណ៍យើងចូលមក download យើងcommentពាក្យថាអូខេហើយយើងចូលមក download កម្មវិធី app Buy បាទឥឡូវយើងចូល Play Store នេះមកបងប្អូនដែលស្គាល់ស្រេចហើយចូល Play Store នឹងមួយមករួចហើយយើងវាយពាក្យថា Buy បងនេះ Buy ខាងលើនេះអាហ្នឹងខ្ញុំសេវទៅស្រេចបាទយើងចុចចំនឹងមកបាទបងប្អូននឹងឃើញរូបខាងលើហ្នឹងបាទនេះ Bicon នេះបាទពណ៌លឿងហ្នឹងឬហើយយើងចុចចំនឹងមកយើង download យើងនេះខ្ញុំ download រួចហើយបងខ្ញុំ download រួចហើយខ្ញុំមិនបាច់ load ទៀតបាទខ្ញុំគាត់បញ្ជាក់ថាបងប្អូនតើបាន download មក download រួចហើយយើងថយយើងចាំឲ្យវាពេញសិនមកយើងចាំឲ្យវាពេញសិនមករួចយើងថយឲ្យវាពេញសិនឧទាហរណ៍ថានេះវាចូលពេញហើយបងណាវាចូលពេញហើយយើងចូលមកកម្មវិធី Bicon ហ្នឹងមកបាទនេះចុចចំហ្នឹងមកជាស្រ័យទីបងនេះ app Bicon ចុចចំហ្នឹងមកបងចុចចំកម្មវិធី app Bicon ហ្នឹងមកហើយវាឡើងទម្រង់យ៉ាងនេះក៏មានបងប្អូនមិនធ្វើអីបងប្អូនខ្លះក៏គិតថាបង្កើតបានហើយដឹងអញបង្កើតបានហើយគាត់លេងតាមពិតគាត់អត់មាន profile ខ្លួនគាត់ទេបាទអានេះថា download មកចូលកម្មវិធីហ្នឹងគឺឡើងអញ្ចឹងហើយបងឡើងឃើញវីដេអូឃើញអីគេហ្នឹងប៉ុន្តែកុំយល់ច្រឡំណាមិនទាន់កើតទេបងប្អូនត្រូវសម្លឹងមើលខាងស្ដាំដៃចិត្តកណ្ដឹងនេះបាទដៃ trace 3នេះបាទចុចចំ trace 3ហ្នឹងមកចុចចំ trace 3រួចបងប្អូនអាចជាយល់ហើយយើងចុចចំពាក្យនេះអានេះចង់ប្រាប់ថានេះ profile ខ្ញុំចាស់បង profile ចាស់ក៏ខ្ញុំមិនបានធ្វើ pro អីមិនបានលុប profile ចេញជាស្រ័យបងធម្មតាតា profile ថ្មីអត់មានរូបទេបងរូបនេះអត់មានទេចេញមកថ្មីស្លាងលើហើយយើងចុចចំពាក្យនេះចំរូបកូនសោបងប្អូនចុចចំរូបកូនសោហ្នឹងមកបាទចុចចំរូបកូនសោហ្នឹងអត់ទាន់មានអីទាំងអស់ខ្ញុំឧទាហរណ៍នេះផងខ្ញុំចាស់វាមានស្រេចទេបងប្អូនចូលជំហានដំបូងត្រូវដាក់រូបភាពជាមុនសិនចុចចំរូបភាពដាក់រូបភាពហើយបាទដាក់រូបភាពរួចហើយជំហានទី2នេះចាំនេះបងប្អូនត្រូវដាក់លេខកូដឧទាហរណ៍ខ្ញុំអ្នកណែនាំបងប្អូនអ្នកដាក់លេខកូដខ្ញុំនេះហើយបាទនេះលេខកូដខ្ញុំនេះមិនមែនលេខកូដខ្ញុំទេចាំនេះណាមិនមែនលេខកូដខ្ញុំទេសូមបញ្ជាក់លេខកូដខ្ញុំនៅខាងលើនេះបងប្អូនត្រូវបើថាបងប្អូនជាកូនក្រុមខ្ញុំអ្នកណែនាំបងប្អូនត្រូវយកលេខកូដខ្ញុំយកទៅដាក់119529នេះត្រូវយកដាក់ខាងក្រោមនេះវិញដាក់ចំនេះវិញនេះលេខមេក្រុមខ្ញុំក៏យកលេខមេក្រុមខ្ញុំមកដាក់ដែរ ID នេះពួកខ្ញុំបង្កើតខ្ញុំចេះមកពីមេក្រុមខ្ញុំត្រូវយកលេខកូដមេក្រុមខ្ញុំមកដាក់ហើយខ្ញុំបង្កើតកូនក្រុមកូនក្រុមត្រូវយកលេខខ្ញុំជាមេក្រុមយកមកដាក់ដែលដូចគ្នាបាទនេះយកលេខកូដនេះមកដាក់ក្រោមនេះវិញយើងដូរគ្នាតាមដំណាក់ណាហើយដល់បងប្អូនចង់បង្កើតមានកូនក្រុមទៀតបងប្អូនយក ID បងប្អូនហ្នឹងទៅដាក់ចំឲ្យកូនក្រុមគាត់យកដាក់នឹងវិញមកវាតគ្នាអញ្ចឹងហើយបងស្ដាប់ឲ្យយល់កន្លែងហ្នឹងចំចំណុចហ្នឹងសំខាន់បន្តិចបងជាយាមឲ្យយល់ហើយកន្លែងនេះគឺយើងដាក់ឈ្មោះពិតយើងបងឈ្មោះពិតយើងនេះដូចឈ្មោះខ្ញុំធ្វើអញ្ចឹងណាឈ្មោះបងឈ្មោះអី
ដាក់ឈ្មោះពិតមកបងហើយកន្លែងខាងក្រោមនេះបងដាក់លេខទូរស័ព្ទបងទូរស័ព្ទដែលប្រើរាល់ថ្ងៃលេខទូរស័ព្ទពិតដូចគ្នាហើយកន្លែងស្រោមសំបុត្រនេះចង់ដាក់ចង់មិនដាក់ស្ដីតែចិត្តបងប្អូនបាទសំខាន់កន្លែងកូនសោនេះកន្លែងកូនសោនិងកន្លែងមេដៃនេះបងកន្លែងកូនសោនេះត្រូវតែដាក់លេខ6ខ្ទង់បងប្អូនចុចចូលចំទៅត្រូវដាក់លេខ6ខ្ទង់រូបកូនសោហ្នឹងណាបងប្អូនស្រឡាញ់លេខអីក៏វាយលេខហ្នឹងទៅហើយចាំកត់ទុកផងនេះលេខ6ខ្ទង់សូមបញ្ជាក់បងស្រឡាញ់លេខអីកត់ដាក់លេខហ្នឹងខាងក្រោមសញ្ញាមេដៃនេះបងប្អូនដាក់លេខកូដ4ខ្ទង់ទៀតបាទប៉ុន្តែសូមបញ្ជាក់តិចលេខកូដ4ខ្ទង់បងប្អូនត្រូវតែកត់ទុកខ្លួនឯងបងស្រឡាញ់លេខអីដាក់លេខហ្នឹងបាទហើយកន្លែងខាងក្រោម2នេះទៀតបាទកន្លែងនេះយើងជាកន្លែងភេទបងកន្លែងយើងដូរភេទដូចថាបងប្អូនប្រុសឬក៏ស្រីឬក៏ភេទទី3មានទាំងអស់បាទមានប្រុសមានស្រីនិងភេទទី3បាទប្រុសយើងចុចអក្សរនេះមកបើស្រីមួយទៀតបើភេទទី3ខាងក្រោមឬក៏ខាងកដាលខ្ញុំវែងដែលខ្ញុំបានចូលមើលគឺថានេះមានកន្លែងនេះគេមានរូបមនុស្សនេះបងរូបមនុស្សនេះគេមានពេលយើងបង្កើតថ្មីគេដាក់ no យើងចុចចំកន្លែងនេះមកនេះកន្លែងសញ្ញាព្រួយនេះមកចុចចំហ្នឹងមកយើងដូរពី no ហ្នឹងដាក់ yes វិញដូចខ្ញុំចេះមករួចជាស្រេចបាត់ហើយបងប្អូនបាទសូមអរគុណវីដេអូអត់យល់កន្លែងណាឆ្ងល់កន្លែងណាបងប្អូនអាចជាឆាតឬក៏ comment មកសួរខ្ញុំបានសូមអរគុណបងសូមឲ្យជោគជ័យទាំងអស់គ្នាបាទ